រឿង6យ៉ាងដែលអ្នកប្រើ iPhone ត្រូវដឹងដើម្បីការពារថ្មយើងកុំឲ្យឆាប់ខូចកុំឲ្យឆាប់ធ្លាក់ភាគរយថ្មអញ្ចឹងសម្រាប់បងប្អូនដែលប្រើប្រាស់ iPhone បងប្អូនអាចមើលវីដេអូនេះទៅដើម្បីជួយថែរក្សាថ្មរបស់បងប្អូនឲ្យកាន់បានយូរអត់ងាយខូចថ្មហើយអត់ងាយធ្លាក់ថ្មបាទអញ្ចឹងសម្រាប់រឿងទី1ដែលបងប្អូនត្រូវដឹងនោះគឺតកតងជាមួយនឹងការប្រើប្រាស់ថ្មហ្នឹងគឺយើងប្រើប្រាស់ទូរស័ព្ទយើងកុំឲ្យក្រោម 20% បងប្អូនហើយតកតងជាមួយនឹងការប្រើប្រាស់ទូទៅក្នុងប្រចាំថ្ងៃយើងអាចប្រើចន្លោះពី 20% ទៅ 80% ទៅចន្លោះហ្នឹងមកគឺល្អបងប្អូនបាទហើយរឿងទី2នៅពេលដែលបងប្អូនសាកថ្មនៅពេលដែលពេញ 100% ហើយសូមបងប្អូនដកចេញមកបាទកុំទុកនៅជាប់ជាមួយនឹងឆ្នាំងសាកអីទៀតដែរគឺពេញដកតែម្ដងបាទកុំទុកវាអីហើយទី3សម្រាប់បងប្អូនដែលចូលចិត្តសាកថ្មពេលយប់ឡើងដាក់បញ្ចូលថ្មមួយយប់ចោលណាបាទគឺបងប្អូនត្រូវបើកមុខងារមួយដែលឲ្យឈ្មោះថា Optimize Battery Charging បងប្អូនត្រូវបើកមុខងារមួយហ្នឹងដើម្បីជួយរក្សាថ្មរបស់យើងកុំឲ្យឆាប់ខូចបាទហើយរឿងទី4ដែលបងប្អូនត្រូវដឹងនោះគឺតកតងជាមួយនឹងការបើកមុខងារ Low Power Mode នៅពេលដែលថ្មទូរស័ព្ទបងប្អូនក្រោម 30% អញ្ចឹងនៅពេលដែលបងប្អូនលេងទូរស័ព្ទហើយថ្មយើងនៅក្រោម 30% បងប្អូនធ្វើការបើកមុខងារ Low Power Mode មកបាទកន្លែងហ្នឹងគឺក៏ជួយការពារថ្មយើងកុំឲ្យធ្លាក់ខ្លាំងហើយធ្វើឲ្យថ្ម iPhone របស់យើងមានសុខភាពល្អដូចគ្នាដែរហើយរឿងទី5ដែលបងប្អូនត្រូវដឹងនោះគឺថាកុំសាកថ្មទូរស័ព្ទពេលដែលទូរស័ព្ទ iPhone យើងកំពុងតែក្តៅជាពិសេសបងប្អូនដែលចូលចិត្តលេងហ្គេមបើសិនជាយើងលេងហ្គេមបដាថ្មទូរស័ព្ទយើងក្តៅអីអញ្ចឹងពេលអស់ថ្មកុំសាកភ្លាមអីកុំសាកបដាលេងបដាវាអាចនឹងធ្វើឲ្យខូចថ្មរបស់យើងបានអញ្ចឹងកន្លែងនេះក៏ជាចំណុចមួយដែរបាទសម្រាប់យើងប្រើប្រាស់ទូរស័ព្ទបើសិនជាឡើងក្តៅខ្លាំងកុំតន់សាកថ្មហើយបើសាកថ្មគឺកុំលេងកន្លែងហ្នឹងណាបងប្អូនបាទហើយរឿងទី6ដែលបងប្អូនត្រូវដឹងនោះគឺកុំចេះតែប្រើដោយដែលសាកថ្មដែលមិនមែនជារបស់ក្រុមហ៊ុនអីព្រោះវាអាចនឹងធ្វើឲ្យឆាប់ខូចថ្មដូចគ្នាដែរព្រោះដោយឆ្នាំងសាកខ្លះគឺមិន certify ដែលអាចប្រើប្រាស់ដោតជាមួយនឹង iPhone របស់យើងបានទេអញ្ចឹងបងប្អូនគួរតែប្រើប្រាស់ដោយដែលចេញមកពីខាងក្រុមហ៊ុនតែម្ដងទៅគឺវាជួយឲ្យថ្មរបស់យើងកាន់បានយូរដូចគ្នាដែរអញ្ចឹងខ្ញុំសង្ឃឹមថារឿងទាំង6យ៉ាងនេះនឹងជួយបងប្អូនលេងទូរស័ព្ទបងប្អូនកុំឲ្យឆាប់ខូចថ្មហើយថ្ម iPhone របស់បងប្អូនកាន់តែល្អអត់ងាយធ្លាក់ថ្មហើយបើសិនជាបងប្អូនបានមើលវីដេអូរបស់ខ្ញុំហើយសូមបងប្អូនកុំភ្លេចជួយចុច like ចុច follow ហើយធ្វើការ subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិងល្អៗជាច្រើនពីខាងយើងខ្ញុំបន្ថែមទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ